I need to update my calendar. ខ្ញុំត្រូវធ្វើបច្ចុប្បន្នភាពប្រតិទិនរបស់ខ្ញុំ Could you remind me about the meeting later? តើអ្នកអាចរំលឹកខ្ញុំអំពីកិច្ចប្រជុំនៅពេលក្រោយបានទេ I usually have breakfast before leaving home. ជាធម្មតាខ្ញុំញ៉ាំអាហារពេលព្រឹកមុនពេលចេញពីផ្ទះ We should think carefully before making a decision. យើងគួរគិតដោយប្រុងប្រយ័ត្នមុននឹងធ្វើការសម្រេចចិត្ត I wasn't expecting such good news. ខ្ញុំមិននឹកស្មានថានឹងទទួលបានដំណឹងល្អបែបនេះទេ Please make yourself comfortable. សូមអញ្ជើញធ្វើខ្លួនឲ្យស្រួល I enjoy watching documentaries in my free time. ខ្ញុំចូលចិត្តមើលភាពយន្តឯកសារនៅពេលទំនេរ The classroom was quieter than usual. ថ្នាក់រៀនស្ងប់ស្ងាត់ជាងធម្មតា I need to return this book to the library. ខ្ញុំត្រូវយកសៀវភៅនេះទៅប្រគល់ឲ្យបណ្ណាល័យវិញ Could you help me understand this topic? តើអ្នកអាចជួយខ្ញុំឲ្យយល់អំពីប្រធានបទនេះបានទេ I don't have enough experience yet. ខ្ញុំនៅតែមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់នៅឡើយទេ We should encourage each other to do our best. យើងគួរលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព I had difficulty falling asleep last night. យប់មិញខ្ញុំពិបាកគេងលក់ Please keep your phone on silent mode. សូមដាក់ទូរស័ព្ទរបស់អ្នកឲ្យនៅក្នុងរបៀបស្ងាត់ I often review my notes before exams. ខ្ញុំតែងតែពិនិត្យមើលកំណត់ត្រារបស់ខ្ញុំមុនពេលប្រឡង The discussion became more interesting. ការពិភាក្សាកាន់តែគួរឲ្យចាប់អារម្មណ៍ I need to improve my listening skills. ខ្ញុំត្រូវអភិវឌ្ឍជំនាញស្ដាប់របស់ខ្ញុំ Could you repeat your question? តើអ្នកអាចនិយាយសំណួររបស់អ្នកម្ដងទៀតបានទេ I was nervous before the interview. ខ្ញុំមានអារម្មណ៍ភ័យមុនពេលសម្ភាសន៍ We should avoid wasting time. យើងគួរជៀសវាងការខ្ជះខ្ជាយពេលវេលា I enjoy visiting new places whenever I can. ខ្ញុំចូលចិត្តទៅលេងកន្លែងថ្មីនៅពេលមានឱកាស The instructions were easy to follow. ការណែនាំងាយស្រួលក្នុងការអនុវត្តតាម I need to make a shopping list. ខ្ញុំត្រូវធ្វើបញ្ជីទិញទំនិញ Please don't leave your belongings unattended. សូមកុំទុកសម្ភារៈរបស់អ្នកចោលដោយគ្មានអ្នកមើលថែ I have been working on this project for weeks. ខ្ញុំបានធ្វើការលើគម្រោងនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ We should appreciate the small things in life. យើងគួរដឹងគុណចំពោះរឿងតូចក្នុងជីវិត I didn't realize how late it was. ខ្ញុំមិនបានដឹងថាវាយឺតប៉ុណ្ណានោះទេ Could you recommend a good restaurant? តើអ្នកអាចណែនាំភោជនីយដ្ឋានល្អមួយឲ្យខ្ញុំបានទេ I usually check my messages in the morning. ជាធម្មតាខ្ញុំពិនិត្យសាររបស់ខ្ញុំនៅពេលព្រឹក The concert exceeded my expectations. ការប្រគំតន្ត្រីល្អលើសពីការរំពឹងទុករបស់ខ្ញុំ I need to improve my vocabulary. ខ្ញុំត្រូវបង្កើនវាក្យសព្ទរបស់ខ្ញុំ Please be honest with me. សូមស្មោះត្រង់ជាមួយខ្ញុំ I enjoy spending time alone sometimes. ពេលខ្លះខ្ញុំចូលចិត្តចំណាយពេលនៅម្នាក់ឯង The assignment was more challenging than I thought. កិច្ចការនោះពិបាកជាងអ្វីដែលខ្ញុំគិត I need to recharge my laptop battery. ខ្ញុំត្រូវសាកថ្មកុំព្យូទ័រយួរដៃរបស់ខ្ញុំឡើងវិញ We should discuss this matter privately. យើងគួរពិភាក្សាអំពីបញ្ហានេះជាលក្ខណៈឯកជន I had an unforgettable experience during my trip. ខ្ញុំមានបទពិសោធន៍ដែលមិនអាចបំភ្លេចបានក្នុងអំឡុងពេលធ្វើដំណើររបស់ខ្ញុំ Could you show me how this works? តើអ្នកអាចបង្ហាញខ្ញុំថាវាដំណើរការយ៉ាងដូចម្តេចបានទេ I don't like making excuses. ខ្ញុំមិនចូលចិត្តរកលេសទេ Please take your time. សូមចំណាយពេលរបស់អ្នកដោយមិនបាច់ប្រញាប់ I often call my parents on weekends. ខ្ញុំតែងតែទូរស័ព្ទទៅឪពុកម្ដាយរបស់ខ្ញុំនៅចុងសប្តាហ៍ The situation became more complicated. ស្ថានភាពកាន់តែស្មុគស្មាញ I need to complete this form. ខ្ញុំត្រូវបំពេញទម្រង់បែបបទនេះ We should stay calm under pressure. យើងគួររក្សាភាពស្ងប់ស្ងាត់នៅក្រោមសម្ពាធ I had no choice but to accept it. ខ្ញុំគ្មានជម្រើសអ្វីក្រៅពីទទួលយកវាទេ Could you give me a few minutes?
តើអ្នកអាចផ្ដល់ពេលឲ្យខ្ញុំ2-3នាទីបានទេ I usually arrive at work early. ជាធម្មតាខ្ញុំទៅដល់កន្លែងធ្វើការមុនម៉ោង The students participated actively in class. សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀន I need to improve my communication skills. ខ្ញុំត្រូវអភិវឌ្ឍជំនាញទំនាក់ទំនងរបស់ខ្ញុំ Please keep me informed. សូមជូនដំណឹងឲ្យខ្ញុំបានដឹងផង I enjoy helping other people. ខ្ញុំចូលចិត្តជួយអ្នកដទៃ The price was higher than expected. តម្លៃខ្ពស់ជាងការរំពឹងទុក I need to organize my workspace. ខ្ញុំត្រូវរៀបចំកន្លែងធ្វើការរបស់ខ្ញុំ We should pay attention to details. យើងគួរយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត I felt relieved after hearing the news. ខ្ញុំមានអារម្មណ៍ធូរស្រាលបន្ទាប់ពីបានឮដំណឹងនោះ Could you tell me what happened? តើអ្នកអាចប្រាប់ខ្ញុំថាមានអ្វីកើតឡើងបានទេ I usually go to bed before midnight. ជាធម្មតាខ្ញុំចូលគេងមុនពាក់កណ្ដាលអាធ្រាត្រ The journey took longer than expected. ការធ្វើដំណើរចំណាយពេលយូរជាងការរំពឹងទុក I need to set new goals for myself. ខ្ញុំត្រូវកំណត់គោលដៅថ្មីសម្រាប់ខ្លួនឯង Please don't misunderstand my intentions. សូមកុំយល់ច្រឡំចំពោះបំណងរបស់ខ្ញុំ I enjoy learning from my mistakes. ខ្ញុំចូលចិត្តរៀនពីកំហុសរបស់ខ្ញុំ The customer seemed satisfied with the service. អតិថិជនហាក់ដូចជាពេញចិត្តនឹងសេវាកម្ម I need to print these documents. ខ្ញុំត្រូវបោះពុម្ពឯកសារទាំងនេះ We should respect each other's differences. យើងគួរគោរពភាពខុសគ្នារបស់គ្នាទៅវិញទៅមក I had a hard time making that decision. ខ្ញុំពិបាកក្នុងការធ្វើការសម្រេចចិត្តនោះ Could you save me a seat? តើអ្នកអាចទុកកៅអីមួយសម្រាប់ខ្ញុំបានទេ I usually prepare my clothes the night before. ជាធម្មតាខ្ញុំរៀបចំសម្លៀកបំពាក់របស់ខ្ញុំតាំងពីយប់មុន The lecture was informative and engaging. ការបង្រៀននោះផ្ដល់ព័ត៌មាននិងទាក់ទាញចំណាប់អារម្មណ៍ I need to control my spending habits. ខ្ញុំត្រូវគ្រប់គ្រងទម្លាប់ចំណាយរបស់ខ្ញុំ Please don't make unnecessary noise. សូមកុំបង្កសំឡេងរំខានដែលមិនចាំបាច់ I enjoy taking photographs during my travels. ខ្ញុំចូលចិត្តថតរូបនៅពេលធ្វើដំណើរ The atmosphere was friendly and welcoming. បរិយាកាសមានភាពរួសរាយរាក់ទាក់និងស្វាគមន៍ I need to clean my desk. ខ្ញុំត្រូវសម្អាតតុរបស់ខ្ញុំ We should be open to new ideas. យើងគួរបើកចិត្តទទួលយកគំនិតថ្មី I felt disappointed by the outcome. ខ្ញុំមានអារម្មណ៍ខកចិត្តចំពោះលទ្ធផលនោះ Could you send me the file again? តើអ្នកអាចផ្ញើឯកសារនោះមកខ្ញុំម្ដងទៀតបានទេ I usually write down important information. ជាធម្មតាខ្ញុំកត់ត្រាព័ត៌មានសំខាន់ The event attracted a large audience. ព្រឹត្តិការណ៍នោះបានទាក់ទាញទស្សនិកជនយ៉ាងច្រើន I need to manage my stress more effectively. ខ្ញុំត្រូវគ្រប់គ្រងភាពតានតឹងរបស់ខ្ញុំឲ្យមានប្រសិទ្ធភាពជាងមុន Please don't hesitate to ask questions. សូមកុំស្ទាក់ស្ទើរក្នុងការសួរសំណួរ I enjoy trying to solve difficult problems. ខ្ញុំចូលចិត្តព្យាយាមដោះស្រាយបញ្ហាពិបាក The children were excited about the trip. កុមារមានអារម្មណ៍រំភើបចំពោះដំណើរកម្សាន្ត I need to review this report carefully. ខ្ញុំត្រូវពិនិត្យរបាយការណ៍នេះដោយប្រុងប្រយ័ត្ន We should take responsibility for our actions. យើងគួរទទួលខុសត្រូវចំពោះទង្វើរបស់យើង I had the opportunity to meet new people. ខ្ញុំមានឱកាសបានជួបមនុស្សថ្មី Could you explain that in a simpler way? តើអ្នកអាចពន្យល់រឿងនោះឲ្យសាមញ្ញជាងនេះបានទេ I usually spend my evenings reading. ជាធម្មតាខ្ញុំចំណាយពេលល្ងាចរបស់ខ្ញុំក្នុងការអានសៀវភៅ The food looked delicious. ម្ហូបនោះមើលទៅឆ្ងាញ់ណាស់ I need to improve my public speaking skills. ខ្ញុំត្រូវអភិវឌ្ឍជំនាញនិយាយជាសាធារណៈរបស់ខ្ញុំ Please don't forget to bring your ID card. សូមកុំភ្លេចយកអត្តសញ្ញាណប័ណ្ណរបស់អ្នកមកផង I enjoy attending educational workshops. ខ្ញុំចូលចិត្តចូលរួមសិក្ខាសាលាអប់រំ The team worked efficiently together.
ក្រុមការងារបានធ្វើការជាមួយគ្នាយ៉ាងមានប្រសិទ្ធភាព I need to make better use of my time. ខ្ញុំត្រូវប្រើប្រាស់ពេលវេលារបស់ខ្ញុំឲ្យមានប្រយោជន៍ជាងមុន We should treat everyone with kindness. យើងគួរប្រព្រឹត្តចំពោះមនុស្សគ្រប់រូបដោយភាពសប្បុរស I felt motivated after the training session. ខ្ញុំមានអារម្មណ៍ថាមានកម្លាំងចិត្តបន្ទាប់ពីវគ្គបណ្ដុះបណ្ដាល Could you wait for me at the entrance? តើអ្នកអាចរងចាំខ្ញុំនៅច្រកចូលបានទេ I usually make a to-do list every morning. ជាធម្មតាខ្ញុំធ្វើបញ្ជីកិច្ចការដែលត្រូវធ្វើរៀងរាល់ព្រឹក The answer wasn't as obvious as I thought. ចម្លើយនោះមិនច្បាស់ដូចអ្វីដែលខ្ញុំគិតទេ I need to stay focused on my priorities. ខ្ញុំត្រូវផ្ដោតលើអាទិភាពរបស់ខ្ញុំ Thank you for being so understanding. សូមអរគុណចំពោះការយោគយល់របស់អ្នក